ប្រជាជនកម្ពុជាកើតជំងឺមហារីកចំនួន 20,000 នាក់ជារៀងរាល់ឆ្នាំហើយមានអ្នកស្លាប់ចំនួន 38 នាក់ជារៀងរាល់ថ្ងៃនេះបើយោងទៅតាមការប្រកាសរបស់ក្រសួងសុខាភិបាលនេះគឺជាកត្តាដែលបង្កឲ្យកើតមានជំងឺមហារីកដែលចែករំលែកដោយលោកវេជ្ជបណ្ឌិតគួចមីងលីនៅលើគេហទំព័រផ្លូវការរបស់លោកមួយកត្តាសែនគឺជាអ្វីដែលមានពីកំណើតមកមានន័យថាអ្នកមានហានិភ័យឆ្លងជំងឺមហារីកពីគ្រួសាររបស់អ្នកឧទាហរណ៍ប្រសិនបើម្ដាយឬក៏ប្អូនស្រីរបស់អ្នកមានជំងឺមហារីកសូដន់ហើយគ្រួសាររបស់អ្នកមានបម្រែបម្រួលសែនប្រភេទ BRCA នោះមានន័យថាអ្នកក៏អាចមានឱកាសខ្ពស់នៅក្នុងការកើតជំងឺមហារីកសូដន់ឬក៏ OWL ផងដែរដូច្នេះត្រូវយល់ថាហានិភ័យដែលអ្នកឆ្លងជំងឺនេះគឺមកពីសែនគ្រួសាររបស់អ្នកកត្តាទី2កត្តានៃការរស់នៅគឺជាអ្វីដែលអ្នកធ្វើជារៀងរាល់ថ្ងៃកការជក់បារីឧទាហរណ៍ការជក់បារីអាចនាំឲ្យកើតជំងឺមហារីកសួតមហារីកបំពង់កនិងជំងឺផ្សេងទៀតដូច្នេះត្រូវយល់ថាសារធាតុពុលបានចូលទៅក្នុងសួតរបស់អ្នកខការសេពសូរ៉ាឧទាហរណ៍ការផឹកស្រាច្រើនពេកជារៀងរាល់ថ្ងៃអាចបង្កើនឱកាសដែលនាំឲ្យកើតជំងឺមហារីកថ្លើមមហារីកសូដន់ឬមហារីកមាត់ដូច្នេះត្រូវយល់ថាថ្លើមរបស់អ្នករងនឹងការខូចខាតបន្តិចម្ដងទៅតាមពេលវេលាកការទទួលទានអាហារដែលធ្វើឲ្យខូចសុខភាពឧទាហរណ៍ការទទួលទានសាច់កែច្នៃច្រើនដូចជាសាច់ជ្រូកបន្ទះនិងសាច់ក្រកញឹកញាប់អាចបង្កើនហានិភ័យដែលនាំឲ្យកើតជំងឺមហារីកពោះវៀនធំដូច្នេះត្រូវយល់ថាវាជាប្រភេទអាហារប៉ះពាល់ដល់សុខភាពនិងចិញ្ចឹមកោសិកាមហារីកខមិនហាត់ប្រាណនិងលើសទម្ងន់ឧទាហរណ៍ការលើសទម្ងន់និងការមិនធ្វើសកម្មភាពកីឡាអាចនាំឲ្យមានឱកាសខ្ពស់នៅក្នុងការកើតជំងឺមហារីកសូដន់មហារីកពោះវៀនធំនិងមហារីកតម្រងនោមដូច្នេះត្រូវយល់ថារាងកាយរបស់យើងមិនមានតុល្យភាពកត្តាទី3មេរោគឆ្លងមេរោគដែលបណ្ដាលឲ្យកើតមហារីកកប្រភេទ virus HPV ឧទាហរណ៍ virus HPV គឺជាមេរោគម្យ៉ាងដែលឆ្លងតាមរយៈការរំភេទហើយអាចបង្កជាជំងឺមហារីកមាត់ស្បូនចំពោះស្ត្រីដំណោះស្រាយចាក់វ៉ាក់សាំង HPV អាចជួយការពារបញ្ហានេះបានខជំងឺរលាកថ្លើមប្រភេទ B ឬក៏ C ឧទាហរណ៍មេរោគទាំងនេះបានចូលទៅបំផ្លាញថ្លើមហើយបង្កឲ្យកើតជាជំងឺមហារីកថ្លើមរបៀបដែលវាឆ្លងរីករាលដាលតាមរយៈឈាមការចាក់ថ្នាំដែលមិនមានសុវត្ថិភាពឬក៏ការរំភេទក៏ប្រភេទបាក់តេរី Helicobacter pylori ឧទាហរណ៍បាក់តេរីនេះអាចរស់នៅក្នុងក្រពះរបស់អ្នកហើយបង្កជាដំបៅដែលនាំឲ្យកើតជំងឺមហារីកក្រពះ4ការប៉ះពាល់ពីវិទ្យុសកម្មគឺជាកាំរស្មីដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកកពន្លឺព្រះអាទិត្យកាំរស្មី UV ឧទាហរណ៍ត្រូវពន្លឺថ្ងៃច្រើនពេកដោយមិនមានការការពារអាចបណ្ដាលឲ្យកើតជំងឺមហារីកស្បែកដូចជា melanoma គន្លឹះដោះស្រាយលាបឡេការពារកម្ដៅជានិច្ចឬក៏នៅក្នុងទីម្លប់ខកាំរស្មី X ឬក៏សារធាតុវិទ្យុសកម្មឧទាហរណ៍ការថតដោយប្រើកាំរស្មី X ច្រើនពេកឬក៏ការរស់នៅជិតវត្ថុធាតុដែលមានវិទ្យុសកម្មក៏អាចបង្កើនហានិភ័យមហារីកផងដែរកំណត់ចំណាំការប្រើប្រាស់កាំរស្មី X តាមបែបវិទ្យាសាស្ត្រដែលត្រឹមត្រូវគឺមានសុវត្ថិភាព5ការប៉ះពាល់ពីសារធាតុគីមីសំដៅទៅលើសារធាតុគ្រោះថ្នាក់ដែលនៅជុំវិញលោកអ្នកក asbestos ឧទាហរណ៍កម្មករដែលប៉ះពាល់នឹងសារធាតុ asbestos ដែលប្រើនៅក្នុងអគារចាស់ៗអាចនាំឲ្យកើតជំងឺមហារីកសួតឬជំងឺ mesothelioma គន្លឹះការពារជៀសវាងការដកដង្ហើមស្រូបយកធូលីពីអគារចាស់ៗខប្រភេទថ្នាំសម្លាប់សត្វល្អិតនិងជីឧទាហរណ៍ការប្រើប្រាស់ថ្នាំបាញ់គីមីច្រើនពេកទៅលើផ្លែឈើនិងបន្លែអាចបង្កជាហានិភ័យជំងឺមហារីកគន្លឹះដោះស្រាយលាងសម្អាតផលិតផលទាំងនោះឲ្យស្អាតឬក៏បរិភោគបន្លែផ្លែឈើសរីរាង្គប្រសិនជាអាចធ្វើបានកត្តាទី6កត្តាអរម៉ូននិងកត្តាបន្តពូជ
ការផ្លាស់ប្ដូររាងកាយនិងជម្រើសក៏អស់រដូវយឺតឬក៏មិនមានកូនឧទាហរណ៍ស្ត្រីដែលចាប់ផ្ដើមមករដូវឆាប់ឬក៏ស្ត្រីដែលមិនមានកូនអាចមានហានិភ័យខ្ពស់នៃជំងឺមហារីកសូដន់ឬក៏មហារីកស្បូនមូលហេតុនោះគឺអរម៉ូនមានភាពសកម្មយូរពេកនៅក្នុងរាងកាយខថ្នាំអរម៉ូនដូចជាប្រើ HRT ឬក៏ថ្នាំពជាកំណើតរយៈពេលយូរជាឧទាហរណ៍ការលេបថ្នាំទាំងនេះអស់រយៈពេលជាច្រើនឆ្នាំអាចបង្កើនហានិភ័យបន្តិចបន្តួចដែលបង្កជាជំងឺមហារីកប៉ុន្តែវាក៏អាស្រ័យទៅលើអាយុហើយនឹងសុខភាពរបស់យើងផងដែរកត្តាទី7ប្រព័ន្ធភាពស៊ាំនឹងចុះខ្សោយគឺសំដៅទៅលើការការពាររាងកាយធ្លាក់ចុះមានន័យថារាងកាយរបស់លោកអ្នកមិនអាចប្រឆាំងនឹងកោសិកាមហារីកបានល្អនោះទេឧទាហរណ៍អ្នកផ្ទុកមេរោគអេដឬក៏ជំងឺអេដឬអ្នកដែលប្ដូរសរីរាង្គដែលប្រើថ្នាំដើម្បីបន្ថយប្រព័ន្ធភាពស៊ាំគឺមានហានិភ័យខ្ពស់នៃជំងឺមហារីកដូចជាជំងឺមហារីកកូនកណ្ដុរនិងជំងឺកាប៉ូស៊ីសាកូម៉ាដូច្នេះនេះគឺជាកត្តាទាំង7ដែលនាំឲ្យកើតជំងឺមហារីកចែករំលែកដោយលោកវិជ្ជបណ្ឌិតគួចមីលីនៅក្នុងគេហទំព័រផ្លូវការរបស់គាត់តើបងប្អូនគិតថាជំងឺមហារីកកាចសាហាវដែរឬទេហើយបងប្អូនធ្លាប់មានសាច់ញាតិឬក៏អ្នកស្គាល់កើតជំងឺមហារីកដែរឬទេ